រហូតមកដល់ម៉ោងជាង 8 ព្រឹកថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2025 នេះទាហានថៃនៅបន្តបាញ់ផ្លោងចូលដីកម្ពុជាមកដល់ព្រឹកថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2025 នេះនៅតាមសមរភូមិខ្លះទាហានថៃបន្តបាញ់ផ្លោងចូលដីកម្ពុជាតាមសេចក្តីរាយការណ៍ពីព្រំដែនបានបញ្ជាក់ថារហូតមកដល់ម៉ោងជាង 8 ព្រឹកថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2025 ទាហានថៃនៅបន្តបាញ់ផ្លោងចូលដីកម្ពុជានៅតាមសមរភូមិមួយចំនួនសម្រាប់សមរភូមិនៅខេត្តឧត្តរមានជ័យទាហានថៃបន្តបាញ់ផ្លោងតាំងពីម៉ោងទៀបភ្លឺដោយឡែកនៅទិសព្រះវិហារនៅសមរភូមិភ្នំខ្មោចមុំ3និងអានសេសទាហានថៃក៏នៅបន្តបាញ់ផ្លោងចូលនៅឡើយសម្រាប់បង្គោលលេខ 47 ភូមិជោគជ័យឃុំអូ3ជាន់ទាហានថៃនៅបន្តបាញ់ផ្លោងចូលតែនៅបឹងត្រកួនបានស្ងាត់នៅសមរភូមិភ្លុកដំរីឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់ទាហានថៃសភាពការនៅស្ងប់ស្ងាត់តាំងពីយប់រហូតមកដល់ព្រឹកនេះ